ចាលោកសេនាងកញ្ញាគណៈកម្មការរបស់យើងចែកជា3គូអមាញ់មិញនេះគឺគាត់បានទូទាយរឿងមកឲ្យក្រុមទី1និងទី3ជ្រើសរើសយកលេខ3ចំណែកឯក្រុមទី2ជ្រើសយកលេខ2ណាបានអញ្ចឹងនៅក្នុងក្រុមទាំងអស់ប្រកាសជាមានក្រុម1ឬក៏ក្រុម2ទទួលពីនៃពីកម្មវិធីរបស់យើងហើយឬក៏អាចទាំងអស់ព្រោះថាបើសិនជាអ្នកទី1ជាអ្នកចេះរ៉េបពិតប្រាកដពួកគាត់ទាំង3ក្រុមនឹងត្រូវទទួលពីនៃពីកម្មវិធីរបស់យើងចាហើយពីនៃគឺអត់មានអីពិបាកទេសិតតែរបស់ឆ្ងាញ់ដែលគួរឲ្យចង់ទទួលទានទេដូចជាផឹកសាំងផឹកអីជាដើមអញ្ចឹងណាចាដូច្នេះសូមទស្សនាទាំងអស់គ្នាថាតើនរណាគេជាអ្នកចេះរ៉េបពិតប្រាកដអបអរសាទរទាំងអស់គ្នាបាទ Hey this is a love story huh On Sunya I never let you go yeah You let me go huh Yes I'm your heart forever No ក្នុងដូចតែដល់សែនស្ងប់ស្ងាត់នេះចិត្តអត់ដល់សាច់អនដែលវល់វល់នឹងដល់បងគិតដល់បងតើស្នួនដឹងខ្លួនទេធ្វើនេះតើបងកំពុងតែធ្វើអ្វីតើបងមាននឹកដល់អូនខ្លាំងដែរទេឬមាននេះនឹងអូនដែលមិនចេះស្នេហ៍យកមកអូនសន្យានឹងបងទូនៅក្នុងកលៈទេសៈណាក៏អូនមិនចាក់ចោលមិនចោលចាញ់ទឹកឲ្យបងនៅឯកាពាក្យទាំងនេះមិនមែនជាពាក្យភូផលក៏ហក់ប្រឌិតវាគឺជាពាក្យប៉ាត់ដូច្នេះគេបងអាចទុកចិត្តអូននឹងកាន់ដៃបងដើរទៅមុខលើពីពាក្យសង្សារអូនសុំទោសដែលពេលខ្លះអូនធ្វើឲ្យរត់បងឲ្យសន្តិអូនប្រជែងព្រោះស្រឡាញ់តែយកទេបងសំឡេងបងចង់ឈ្នះអូនឲ្យចាញ់ It's just for you baby អូននឹងយកបងចេញពីភាព lonely អូននឹងណៃឡងឲ្យស្គាល់ភាព happy Okay don't you worry just stay with me forever Hey guy look at me back ព្រោះតែអូនប្រចានគឺវា just like that ចិត្តតែគិតតែពីរូបបងចង់នៅក្បែរ forever អូយបាក់អត់នួតឲ្យពេលនេះចាពេលនេះបានសូមប្រកាសលទ្ធផលថាអ្នកដែលចេះរ៉េបពិតប្រាកដគឺជាភ្ញៀវកិត្តិយសទី3ដែលមានឈ្មោះថាសូធីណាបាទហើយក្រុមដែលទទួលបានជ័យជំនះនៅក្នុងសប្តាហ៍នេះគឺក្រុមទី1និងក្រុមទី3បាទយាយសុំកាមេរ៉ាចាប់ម៉ាក់ហែងកូនតិចអូយលោកអើយគួរឲ្យអាណិតអត់ទេគាត់អួតពេកគាត់ចាប់តាមអួតមកប្រាប់គេ surprise សមថាសងងចុះយពេកហ្នឹងមិនស្លៀកខោលហែកទេណាអួតមកបាវទេឆ្មាខ្វាយទេមិនឡាយអីទេឯងឃើញស្លៀកខោលហែកខ្មាស់គេកុំយាយមិនបាច់ចាំគេខ្ញុំឥឡូវបាទសូមត្រឡប់មកកម្មភ្ញៀវកិត្តិយសពិសេសរបស់យើងនៅក្នុងសប្តាហ៍នេះវិញគឺថាគាត់មិនត្រឹមតែស្អាតទេគឺគាត់ចេះរ៉េបទៀតបាទដូច្នេះសូមសួរថាតើការរ៉េបហ្នឹងចេះរ៉េបប្រហែលឆ្នាំហើយបាទនិយាយទៅចេះប្រហែលជា 4-5 ឆ្នាំហើយបាទធ្លាប់បានបង្ហាញសមត្ថភាពនេះទៅតាមបណ្ដាញសង្គមអីផ្សេងៗដូចជា YouTube Facebook អីទេធ្លាប់ផតទៅ Facebook បាទ Facebook ឈ្មោះអីដែរយូទីណេបាទហើយមានអ្នកចូលទៅ like comment អីច្រើនទេច្រើនគួរសមដែរដោយសារតែចឹងបានន័យថាអែតមួយខ្ញុំសុំអែតណាចង់សង្កេតតាម Facebook ចឹងបានន័យថាកុហកគេគេសួរធ្លាប់ចូលជួ Facebook មួយគេជើម CTN ណាកុំចូល CTN block វាចោលមកចរៃដាក់តារ៉េបធ្លាប់ឃើញអ្នករ៉េបពាក់អាវធំពាក់មួកស្លៀកខោលហែកខំថាជាពាក់នោះដល់មកឯងស្លៀកចឹងបងស្មាតែម្ល៉េះជីវិតអាណាផ្កាឈូកអើយកុំចេះអាយុម៉ានអីអូន17មកជើមាច់ជើម៉ានហើយជើខ្ញុំ13 14ហើយ13 14ណាល្មមមកគ្រប់អាយុហើយ5 10ឆ្នាំពេញហ្មងដឹងមូលហេតុអីបាទខ្ញុំជ្រើសរើសយកទី3ហ៎នៅពាក្យដែលយើងសួរជាសំណួរហើយតារាកិត្តិយសទាំង3នាក់និយាយពាក្យចេញមកគឺខុសគ្នាហើយពាក្យបងអូនទី3ដែលបាននិយាយមកខ្ញុំចាប់អារម្មណ៍ត្រង់គាត់និយាយប៉បឲ្យលឿនទៅហ្មងហើយអញ្ចឹងខ្ញុំដឹងថាលបឿនសម្លេងរបស់គាត់អាចទៅជារ៉េបខ្ញុំទាញពុតជាត្រង់ត្រីណាខ្ញុំចឹងដែរហ្នឹងខ្ញុំឃើញគាត់និយាយប៉បរ៉ាពីតលឿនណាហើយម្យ៉ាងទៀតឃើញជឿរបស់គាត់អួតតាមអួតគាត់មានកាយវិការបែបសិល្បៈហ្មងមានកាយវិការបែបសិល្បៈហ្មងជិះមកគាត់ត្រូវបានម្ដងម្នាក់មកអាទិត្យអ្នកទៅអួតដល់ហើយសំណួរទី1គេសួរទៅគាត់ឯងមានតែមួយយ៉ាងឯងគណៈកម្មការសុខភាពទី3ណាហ្នឹងបើសិនជាខុសសុខចិត្តខុសចោះបើមិនចឹងអត់បានឡើងឆាហើយត្រង់អោនមុខពីអ្នកម៉ាកូននេះបានឡើងឆាយមិនទៀតខ្ញុំឃើញថ្មចំពឹសមកខ្ញុំយកហ្នឹងមកទូចបានរ៉េបណាបាទឥឡូវនេះរៀនដល់ថ្នាក់ទីប្រហែលហើយខ្មែរឆ្នាំទី1ឆ្នាំទី1អូគាត់ចូលសាកលវិទ្យាល័យហើយចៅមើលឯង
អានេះវាអត់ដែររៀនផងហ្នឹង ហើយមូលហេតុ ចូលដល់ទី9នេះកិច្ចសាលារហូត ណែ បុកតា អាច ជា ចូលមិនដែររៀនតែព្រែកកិច្ចសាលារហូត ហេអាចឆ្លាតទី4ហើយវើយ មូលហេតុអ្វីទៅបងអូនមានចំណាប់អារម្មណ៍ចូលចិត្តរ៉េបចូលចិត្តច្រៀងបែបនេះ និយាយទៅខ្ញុំមានដងតែពីកណ្ដាលខាងផ្នែកសិល្បៈហើយរ៉េបហ្នឹងគឺដំបូងអត់មានដងខាងហ្នឹងឯងតែខ្ញុំព្យាយាមបងអញ្ចឹងទៅវាអាចបន្តបែនហើយខ្ញុំព្យាយាមមកហាត់ទៀត ហ្នឹងមកកាយវិការរ៉េបខ្ញុំឃើញហ្នឹងគឺទៅចឹង អាចបាន បងមនីសំណួរសួរតារាកិត្តិយសតាំងពីសំណួរទី1ម៉េះ មែនហើយ បាទខ្ញុំឃើញខាងបងសួរទៅគាត់ធ្វើដៃ ហ្នឹងហើយធ្វើចឹង តែហើយគាត់លាក់ដៃវិញ បាទ ហើយខ្ញុំចាំអារម្មណ៍តែសួរទៀតហើយបងអិនសិថាហ៊ុនសួរឯណាណៃទៅ អត់ទេ ខុស អត់ទេមកពីយើងមានកាយផ្នែកសិល្បៈមុតស្រួចទេបាទហើយនេះអត់សូវមុតទេ បាទ អ្នកចាញ់គេឲ្យស៊ីភ្លើង បាទឥឡូវរូបចាំទីទៀតគឺបណៃមកដល់ហើយកុំភ័យបាទអញ្ចឹងសូមអរគុណច្រើននៅក្នុងសប្តាហ៍នេះបានចំណាយពេលវេលាចូលរួមនៅក្នុងកម្មវិធី ចង់ជម្រាបមួយស្រី បាទគីបយការសិក្សាជោគជ័យ រ៉េប បាទ នេះអត់សូវមានទេណា អូនថ្ងៃក្រោយរ៉េបទឹកសៀខោលហែកមកកូន ណែ Facebook ចើមស៊ីតអិនណា បាទឥឡូវពេលវេលាដែលអ្នកទទួលពីណីត្រូវឡើងមកដល់វេទិការបស់យើងដូច្នេះសូមអបអរសាទរដល់អ្នកចាញ់ ចាលោកសេនេះកញ្ញាឥឡូវនេះគឺថាសម្រាប់គូដែលចាញ់គឺកំពុងតែមានវត្តមាននៅលើវេទិកាហើយនេះខ្ញុំក៏អត់ដឹងថាថ្ងៃនេះគេនឹងផាកពីណីឲ្យញ៉ាំអីឲ្យចាប់ស្អីឬក៏ឲ្យចាប់សัตว์ចម្លែកឬក៏ឲ្យចាប់ទង ផ្ទះមកណា អត់ចាំតងសង្កាត់ទៅផ្ទះឲ្យចាំតង ខ្លាចអីមិនទុំសា អីខ្លាញ់តងណា ទង ខ្លាចអីតុង ខ្លាញ់តងអុយខ្លាញ់តង ឥឡូវចង់ដឹងថាពីណី តងណាវាឆាក្តៅឆ្ងាញ់ ឥឡូវចង់ដឹងថាពីណីនៅក្នុងសប្តាហ៍នេះយើងពីណីអីហ៎ ពីណីគេ បាទសូមជម្រាបដល់ទស្សនិកជនដែរពីណីនៅក្នុងសប្តាហ៍នេះគឺក្នុងរយៈពេល1នាទីបាទអ្នកដែលចាញ់ទាំងពីររូបនេះត្រូវញ៉ាំពងទាស្ងោរបាទចំនួន2ឲ្យអស់ក្នុង1នាទីបើញ៉ាំអត់អស់ទេអវងម្នាក់5 អូអាពីរដែរ បាទ តាពីរដែរមួយនាទី តែ2ហ្នឹងខ្ញុំ តឲ្យ5មួយនាទី អូដាក់5មិ អូ ន ខេបាទ អួលខ្ញុំអួល បងខ្ញុំចូលចិត្តពងទា ហើយមាត់ហ្នឹងតែបាន អួ បាន ល គ្រាប់ អីមាត់មកគ្រាប់មាត់ហ្នឹងដាក់បាន2អត់ដល់ពី2ណាហើយយប់ស៊ីថ្ងៃ2 អូខ្ញុំជឿបើថ្ងៃមុននោះឃើញញ៉ាំមកហូបជប៉ុន អូយខ្ញុំញ៉ាំពងទា2ឲ្យតែគ្រាប់មួយទៀតនៅតែពេញមាត់ ជឿខ្ញុំជឿពីនេះគឺជោគជ័យទៀត តែប៉ាត់ពីណីនេះបើតាមខ្ញុំគិតថាធូរស្រាលជាងរាល់សប្តាហ៍ បើតាមស្រួលចឹងធ្វើចាញ់រាល់ ដឹងស្រាប់ហើយបងអើយពងមាន់7មហិចនឹងណាមាន ហ្នឹងហើយ តែបើឯងមិនសិនមិនស្វាយ7អាមេរិក បាទសូមអេ ការចំនួនខ្ញុំវេទនាណាលោកអើយចំនួនគេមិនក៏ស្រួលម៉ែ ហ្នឹងហើយទឹកមុនមកប៉ាស្វាយ បាទ កាត់សាល់គូចង់និយាយថាវគ្គបងខ្ញុំ អត់ចាំទេចា មិនឈប់មិននិយាយថា5តឲ្យ5ហ្នឹងចង់និយាយថាពេលវាតិចឥឡូវវាក្តៅបងមិនកៅ ចា ដឹងតែម្នាក់2បកហើយញ៉ាំឲ្យអស់បាទតែ1នាទីទេចាំខ្ញុំរាប់ ចាប់ សិន ដើម ណា រាប់សុំ7អាមេរិកតិចមក អេអត់មាន រើ ទេ សម៉េះ បើសិនជាញ៉ាំអត់អស់ក្នុងរយៈពេល1នាទីទេត្រូវអវង5ណា ចា ឥឡូវជុំសិនមកខ្ញុំកាន់ឲ្យកុំឲ្យនេះបង្រត់កាន់មួយបាទ ហ៎ចាប់ដើមនេះខ្ញុំរាប់ជូន 1 2 3 ហេគេយកទឹក បោកវាឲ្យទួបោកវាឲ្យទួបោកឲ្យទួទាំងអស់ហ្នឹង ហាឡាផ្លាប់ទៅបបបើលីឡាបាយអស់ហើយអស់សបបាយអស់សបឲ្យស្រួល ឲ្យលឿនចិត្តដល់មកហើយលឿនទី តែញ៉ាំអត់ទៅទៀតតែញ៉ាំអត់ទៀតធ្វើម៉េចឲ្យអស់ពីសប លឿន បាទទៀតអត់ដែរ ញ៉ាំឲ្យអស់ពីសបអត់មានឲ្យជាប់ទេឲ្យលឿនលឿននេះ សបណា អស់មកបាទ លីឡាអើយកូនឯងស៊ីដែរបានស៊ី ឥឡូវមុនយើងពិនិត្យលទ្ធផលនេះឲ្យទឹកសិនគីឡូ ហៀកពុកពេញតុកឥឡូវមើលណាហើយមើលដៃ ចាំស្ងោរឆ្អិនទៅងាប់អីដាក់ឆៅគ្នាស្អី ឥឡូវយើងជួយនាំគ្នាពិនិត្យទាំងអស់គ្នាបាទ ទៅស្ងោរឆ្អិនសិនណាថៃដាក់មកទាំងឆៅ អត់ទេចង់ដឹងក្រុមឈ្នះគេសុកចិត្តអត់ថាយើងឲ្យញ៉ាំឲ្យអស់ហ៎បាទឥឡូវយើងជួយមើលទាំងអស់គ្នាមិនដែរអស់អត់ អត់
មកឲ្យទៅមើលខាងមុខ អត់ហើយ ហើយ អស់ហើយនៅតែសប ទី យ 3 អស់ហើយអស់ហើយ ឥឡូវបើមិនតន់អស់ជើមថែម ទៅក្រុមទី1អស់អត់ពូ អើយ អស់ហើយបាទថា អត់អស់ឲ្យបើហើយចង់ដែរ អេប៉ុណ្ណឹងបាន បើ អ ថា ើយ នៅសល់ចុះសម្បត្តិតិចតួចអានឹងអត់អីទេអាហ្នឹងហ៎ អ្នកគ្រាបានគេហូបអស់ពីសបក មែន អ្នកមានគេហូបទុកខ្លះចឹងហី អាណិតគាត់មែនតា គេទុកឲ្យឆ្កែគេណាទៀត គាត់ថាបើសិនជាអពុយអវង5មិនជារឿងធម្មតាស្លៀកសពុតចឹងនេះ យកមកមួល ហើយបងឯងមិញថាទុកឲ្យឆ្កែខ្ញុំថាទុកឲ្យប្រៃហូប ហេ អើយវេទនា អត់តែឡើយអីទេបាទអញ្ចឹងសូមអបអរសាទរដល់គាត់ទាំងអស់គ្នាបាទត្រឡប់ទៅកាន់ទីកន្លែងវិញបាទ ចាលោកសេអានេះកញ្ញាវាដាក់ពិន័យសម្រាប់អ្នកដែលទស្សទាយចាញ់គឺបានដាក់ពិន័យទៅលើក្រុមរបស់ខ្ញុំនិងនីឡាឥឡូវគាត់បានទទួលពិន័យរួចរាល់មកហើយឃើញថាវេទនាមែនទែនបងទៀនគឺនៅសល់ស្កេស្កានៅវគ្គក្រោយយើងនឹងបានទស្សនាជាមួយនឹងសមត្ថភាពនៅក្នុងការសម្ដែងជាការបញ្ចូលសម្លេងរបស់បេក្ខជនហៃដារ៉ូថាតើសប្តាហ៍នេះមានអ្នកផ្ដួលហើយទឹកប្រាក់គាត់អាចទទួលយកបានដោយសប្តាហ៍មុនដែរទេនោះ បាទប៉ុន្តែពេលនេះអនុញ្ញាតសម្រាប់1+សិនបាទ